ខ្លួនណាបាទគាត់ថែខ្លួនតិចបាទឯងចូលក្នុងដៃអេសូឲ្យគាត់ឆ្វេងមួយទៀតគាត់ថាលីនវិចិត្រគាត់ក្បាច់ច្រើនបាទគាត់ក្បាច់ច្រើនតែឡើយនេះក៏មានវិធីមួយដែលហៅថាបកាយគិចបាទបកាយគិចថយដាំដំណើរថយដាំដំណើរញាក់ចុះញាក់ឡើងញាក់ចុះញាក់ឡើងអ្នកណាចេញមុនអ្នកណាចេញក្រោយបាទមើលតាមលីវិចិត្រគាត់បបួលគាត់បបួលវាយតិចទៅបាទធ្វើឲ្យលើមុនហេងទេបបួលចឹងមកដកមកទៀតបាទបើចឹងមុនហេងបបួលវិញទៅបាទតាមនេះបបួលបងវិញទៅបាទមុនហេងអាយុ18ឆ្នាំបាទចំណែកឯកីឡាករលីនវិចិត្របាទអាយុ22ឆ្នាំដុតទៅដុតមកតាមរបៀបស្នៀតបាទកីឡាស្នៀតឆ្វេងកិច្ចតាមតាណាលោកជ្រែកវិញកិច្ចផុតញោចចុះញោចឡើងជ្រុំជើងសេះកិច្ចបែបណាមកបែបណាមុនហេងតែមកមកក្រោយខ្ញុំទុំក្រោយមកលោតដុតមួយខ្ញុំសងវិញពាក់ជើងគងខ្សែទ្វារបាទជឿតែហត់រៀងខ្លួនហើយខ្ញុំគិតថាបងប្អូនគាត់ថាមិនក៏មិនវាយឲ្យយប់តិចទៅបាទកីឡាបើតាមខ្ញុំយល់ណាបាទ5ទឹកគឺបែបហ្នឹងមិនជាបដូរផ្ដាច់អីប្រហែលទេបាទតែ3ទឹកលឿនជាងហ្នឹងបាទឯណាមួយអ្នកទាំងពីរគឺគាត់លេងស្នៀតជាការប្រថុយប្រឋានបាទញាក់វាចុះឡើងតត់ជើងចឹងទៅលៀនវិចិត្រហ្នឹងក៏គាត់បាទយកចុះបចោតលើបចោតក្រោមធាក់ជើងមកវិញមកបាទលើកគុំបើកគុំវាជួយខ្លួនតិចឡើងមកនេះស្ទូចូលវិចិត្រក៏ស្ទូថយយ៉ាងហ្នឹងបាទហើយក៏ចាប់ទឹកទី5វិចិត្រថាអូនណាល្អណាអូនបើគុំតែអូនឯងជាអូនឯងបាទកុំអីអ្នកផ្សេងអាចនឹងធ្ងន់បាទហើយមុនហេងក៏គាត់គិតថាហ្នឹងហើយដូចតែគ្នាទេបងតែចូលខុសតំណងធ្ងន់នឹងគ្នាបាទតែយ៉ាងណាក៏ដោយក៏គួរឲ្យកត់សម្គាល់ទៅលើកណ្ដាប់ដៃបាទរបស់បង្គោលក្រហមលីនវិចិត្រដែលគាត់ចេញលឿនបាទដែលគាត់ចេញលឿនដល់លើដល់ក្រោមគាត់ថាចិត្តនៅក្នុងការវាយផ្ដាច់នៅក្នុងការបដូរគឺអ្នកទាំងពីរមិនប្រថុយប្រថានទេបាទទេបាទហើយរបៀបក្នុងការទាត់របស់ឡៅប៊ុនហេងបាទក៏មានស្រាលខ្លះទៅមានធ្ងន់ខ្លះទៅខុសខ្លះទៅត្រូវខ្លះទៅបាទអញ្ចឹងក៏យើងរងចាំការផ្ដល់នៅការកាត់សេចក្តីបាទពីចៅក្រម5រូបសរុបចូលគ្នាទៅឲ្យគណៈវិនិច្ឆ័យធ្វើការប្រកាសបង្គោលក្រហមកីឡាករលីនវិចិត្រឈ្នះកីឡាករបង្គោលខៀវឡៅប៊ុនហេងដោយពិន្ទុ